ASC Women ASEAN Cup ឆ្នាំ2026ពេលនេះចែកពូហើយដោយកម្ពុជាយើងស្ថិតនៅពូលឧបត្ថម្ភដោយ Michael 7 យ៉ាងកូរ៉េណូរសជាតិដើមពីប្រទេសកូរ៉េឆ្ងាញ់ជាប់ចិត្ត ព្រឹត្តិការណ៍ ASC Women ASEAN Cup ឆ្នាំ2026នឹងចាប់ផ្ដើមប្រកួតចាប់ពីថ្ងៃទី25 មិថុនាដល់ថ្ងៃទី5 ខែកក្កដាឆ្នាំ2025ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះពូល G ព្រឹត្តិការណ៍ ASC Women ASEAN Cup ឆ្នាំ2026នេះមាន34ប្រទេសចូលរួមក្នុងនោះកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះពូល G ដោយទទួលក្រុមហុងកុងអារ៉ាប់និងហ្វីលីពីនសប្តាហ៍នេះធ្វើជាម្ចាស់ផ្ទះពូល A ប៉ះជាមួយនឹងអ៊ីរ៉ង់លីបង់សង្ហបុរីនិងបូតង់ខណៈពូល B ថៃធ្វើជាម្ចាស់ផ្ទះស្វាគមន៍ឥណ្ឌាម៉ុងហ្គោលីទីម៉ូខាងកើតនិងអ៊ីរ៉ាក់រីឯពូល C ត្រូវប្រកួតក្នុងប្រទេសមីយ៉ាន់ម៉ាដោយមាន3ក្រុមផ្សេងៗទៀតចូលរួមដូចជាតូមេនីស្ថានបង់ក្លាដេសនិងបារ៉ែតចំណែកពូល D ឥណ្ឌានឹងធ្វើជាម្ចាស់ផ្ទះទទួលឆានីតេប៉េសាធារណរដ្ឋគៀស៊ីនីស្ថាននិងប៉ាគីស្ថានសម្រាប់ពួកវៀតណាមនឹងត្រូវធ្វើជាម្ចាស់ផ្ទះត្រូវប៉ះជាមួយនឹងកោះហ្គាំអារ៉ាប់រួមម៉ាលាវខណៈពូល E អូពេគីស្ថានត្រូវស្វាគមន៍ក្រុមភ្ញៀវដូចជានេប៉ាល់ឡាវនិងស្រីលង្ការីឯពួកអេត្រូវជួបប្រកួតនៅទឹកដីកូរ៉េខាងជើងដោយ3ក្រុមផ្សេងៗទៀតមានដូចជាម៉ាឡេស៊ីប៉ាឡេស្ថាននិងតាជីគីស្ថាន